ក្រុមជម្រើសជាតិប៉ូទុយហ្គាល់គឺជាអ្នកក្រុងជើងឯក UEFA Nation League ជាលើកទី2ជាផ្លូវការនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់កាលពីយប់មិញនេះគឺផ្ដួលក្រុមអេស្ប៉ាញដោយការទាត់បាល់11ម៉ែត្រសម្រាប់ការចុងក្រោយគឺប៉ូទុយហ្គាល់ជាអ្នកឈ្នះជើងឯកប៉ូទុយហ្គាល់គឺជាក្រុមតែមួយគត់ដែលក្រុងជើងឯកបាន2ដងនៅក្នុងពិរវ័ន UEFA Nation League នេះហើយការប្រកួតកាលពីរដូវកាលដំបូងបើកឆាកមកនោះ2019ពួកគេគឺជាក្រុមដំបូងដែលកើឆាយពានមួយនេះហើយពេលនេះលើកចុងក្រោយគឺប៉ូទុយហ្គាល់ដកដែរប៉ូទុយហ្គាល់ផ្ដួលក្រុមម្ចាស់ជើងឯករដូវកាលចាស់គឺអេស្ប៉ាញដោយការទាត់បាល់11ម៉ែត្រសម្រាប់ការពួកគេល្អប្រព័ន្ធនេះគឺសមរម្យហើយនៅក្នុងការគ្រងជើងឯកប៉ូទុយហ្គាល់ផ្ដួលអាល្លឺម៉ង់ឡើងមកដល់វគ្គផ្ដាច់ព្រាត់ឈ្នះទៅលើក្រុមអេស្ប៉ាញទៅទៀតដោយឈ្នះពានរង្វាន់មួយនេះមិនធម្មតាទេតម្រាំតែសន្សំបន្ទុឡើងចេញពីវគ្គចែកពូលនៅ League A ដែលមានដល់ទៅ4ពូលឯណោះបាទ League A មានដល់ទៅ4ពូលហើយមកចម្រាញ់ជំរុះមកតម្រាំទៅដល់វគ្គផ្ដាច់ព្រាត់ឈ្នះជើងឯកនេះមិនធម្មតាទេពាននេះមិនមែនជាពានតូចតាចទេបងប្អូនបាទយ៉ាងណាអបអរសាទរដល់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ជាអ្នកឈ្នះជើងឯក Nation League រដូវកាលនេះពួកគេឈ្នះពាន3ហើយបាទនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់គឺឈ្នះ Euro ឆ្នាំ2016ឈ្នះបារាំងនៅក្នុងទឹកដីបារាំងហើយឈ្នះ Nation League ឆ្នាំ2019និង Nation League ឆ្នាំ2025នេះទៀតបាទអញ្ចឹង3ពាននេះ Cristiano Ronaldo ឈ្នះទាំង3ជួយឲ្យក្រុមប៉ូទុយហ្គាល់ឈ្នះទាំង3មានចំណែកក្នុងពានទាំង3នឹងទាំង3តែម្ដងជាមួយនឹងជម្រើសជាតិប៉ូទុយហ្គាល់បាទយប់មិញនេះការប្រកួតល្អមើលណាស់បងប្អូនបាទល្អមើលមែនទែនបុកទៅបុកមកល្អមើលមែនទែនបើវគ្គផ្ដាច់ព្រាត់ក៏ប៉ុន្តែមិនអាចធ្វើឲ្យបានត្រឹម2ស្មើ90នាទីក៏នៅតែស្មើថែម15នាទី2ដងក៏នៅតែស្មើពេលនាទីចាញ់ប៉ូទុយហ្គាល់បាទសម្រាប់អេស្ប៉ាញយើងមើលបងប្អូន120នាទីក្រុមប៉ូទុយហ្គាល់គ្រប់គ្រងបាល់ 39% បាទហើយអេស្ប៉ាញ 61% ដល់ទៅពេលការសុទ្ធប៉ូទុយហ្គាល់សុទ្ធបាន7ជើងចំគោលដៅ2ចូលបាន2អេស្ប៉ាញសុទ្ធ6ដណ្ដប់ជើងបងប្អូនអើយចំគោលដៅ6ចូលបានតែ2ទេបាល់ជ្រុងគឺអេស្ប៉ាញ4ប៉ូទុយហ្គាល់បាន3អញ្ចឹងអញនិយាយថាស្ថិតិនេះគឺអេស្ប៉ាញរឿងទំនងជាងបាទរឿងគ្រាន់បាល់ជាងប៉ូទុយហ្គាល់ក៏ប៉ុន្តែគ្រាប់បាល់ស្មើគ្នាដល់ទៅពេលនាទីទៅជាប៉ូទុយហ្គាល់ល្អជាងបាទពេលនាទីបាទទាត់បាល់11ម៉ែត្រសម្រាប់ការនោះគឺប៉ូទុយហ្គាល់បាទមានដល់ទៅ5ទាត់5ដងចូលទាំង5ហើយក្រុមអេស្ប៉ាញទាត់4ដងចូលតែ3ទេអត់ចូល1អញ្ចឹងគ្រាប់បាល់5អត់មិនបាច់ចាំទាត់ទេគឺប៉ូទុយហ្គាល់ជាអ្នកឈ្នះតែម្ដងបាទឈ្នះតែម្ដងអញ្ចឹងជាផ្លូវការសម្រាប់ថាយើងឃើញហើយបងប្អូនយើងដែលស្រឡាញ់ប៉ូទុយហ្គាល់ចង់ឃើញ Cristiano Ronaldo លើកពានជាមួយនឹងប៉ូទុយហ្គាល់ទៀតឃើញហើយបាទអបអរសាទរប្រិយមិត្តរបស់ក្រុមប៉ូទុយហ្គាល់អបអរសាទរដល់បងប្អូនដែលស្រឡាញ់ Cristiano Ronaldo យប់មិញនេះ Ronaldo ក៏សុទ្ធបានមួយគ្រាប់ផងដែរគឺជាគ្រាប់បាល់តាមស្មើ2-2នៅតង់ទី2បងប្អូនតាមស្មើ2-2អញ្ចឹងនាំឲ្យ90នាទីនឹង2-2នឹងឯងការសុទ្ធមួយគ្រាប់របស់ Cristiano Ronaldo នេះគឺនាំឲ្យប៉ូទុយហ្គាល់មានឱកាសនៅក្នុងការលេងថែមម៉ោង15នាទី2ដងហើយស្មើគ្នារហូតទៅដល់ការទាត់បាល់11ម៉ែត្រសម្រាប់ការអញ្ចឹងគុណសម្បត្តិរបស់ Cristiano Ronaldo មិនធម្មតាទេនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នេះគឺគាត់មានគុណសម្បត្តិធំធេងណាស់គឺសុទ្ធតាមស្មើហើយនាំឲ្យមានឱកាសថែម15នាទី2ដងហើយរហូតទៅដល់វគ្គទាត់បាល់11ម៉ែត្រទៅទៀតបាទហើយក៏ប៉ុន្តែមានកីឡាករម្នាក់ទៀតគឺ Nuno Mendes កំពុងតែធ្វើបានល្អដូចគ្នានិងកីឡាករទាំងមូលសហការគ្នាបានល្អមែនទែនសម្រាប់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ឈ្នះជើងឯកនៅឯ Nation League ជាលើកទី2ក្នុងប្រវត្តិសាស្ត្រនេះគឺល្អបំផុតហើយសម្រាប់ប៉ូទុយហ្គាល់ហើយក៏ស័ក្តិសមដែរពួកគេគឺប្រឹងប្រែងលេងបានប៉ុណ្ណេះប៉ះជាមួយអេស្ប៉ាញលេងស្មើជាមួយអេស្ប៉ាញវាដាច់ប្រនេះគឺមិនធម្មតាទេអេស្ប៉ាញនេះគឺខ្លាំងមែនទែនបងប្អូនខ្លាំងណាស់បាទបងប្អូនសម្រាប់ Cristiano Ronaldo បើយើងគិតមកដល់ពេលនេះណាបងប្អូនណាគឺគាត់មានគ្រាប់បាល់ថែមជាមួយមួយគ្រាប់ទៀតវាឡើង938គ្រាប់ហើយបងប្អូន938គ្រាប់ហើយនៅក្នុងអាជីពបាល់ទាត់របស់គាត់ហើយគាត់មានដល់ទៅ138គ្រាប់ដែរនៅឯជម្រើសជាតិប៉ូទុយហ្គាល់បាទនេះគឺជាកំណត់ត្រាដែលស្ទើរតែមិនមានកីឡាករណាអាចធ្វើបានគ្រាប់បាល់គាត់គឺអស់ទៅហើយច្រើនយកទៅមែនទែនសម្រាប់ Cristiano Ronaldo ហើយ1000គ្រាប់ក៏គៀកនៅក្នុងការមកដល់ផងដែរសម្រាប់ Cristiano Ronaldoយ៉ាងណាអបអរសាទរដល់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ដែលគ្រងជើងឯក UEFA Nation League រដូវកាល 2024-2025 ជាផ្លូវការបន្ទាប់ពីឈ្នះក្រុមអេស្ប៉ាញកាលពីយប់មិញនេះដោយការទាត់បាល់11ម៉ែត្រ